ជំរាបសួរប្រិយមិត្តជាទីមេត្រីជួបជាមួយនឹងខ្ញុំបាទ MB មើលរឿងដែលយប់សម្រាប់ថ្ងៃនេះផងដែរខ្ញុំមិននោះមែនតគ្នាបន្តនៅរឿងកណ្ដាំដៃប្រហាមីបន្តទៀតអញ្ចឹងចុះនៅតែនៅក្នុងពេលនេះលោកមកបណ្ដានោះកុំភ្លេចតាមបានជាមួយនឹង admin ទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាមុនពេលដែលយើងចូលទៅទស្សនារឿងនេះខ្ញុំបាទ admin មើលរឿងដែលយប់ក៏សូមអ្នកទាំងអស់គ្នាជួយធ្វើការ Subscribe មក Channel ខ្ញុំបាទព្រមទាំងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗមុនគេបងអស់នៅក្នុងភាគនេះបន្ទាប់ពីវូកាងខំព្យាយាមដាស់ស៊ីស៊ីងឲ្យក្រោកឡើងមកវិញហើយហងភ្លើងក៏បាននិយាយប្រាប់ពួកគេថាទម្រាំយើងអាចរកមនុស្សដែលអាចរស់នៅក្នុងកំអែភ្លើងនេះបានឥឡូវបានមកដល់ហើយនេះហងភ្លើងចង់ចូលទៅរស់នៅក្នុងខ្លួនរបស់ស៊ីស៊ីងក៏ព្រោះគេគឺជាមនុស្សដែលអាចស្លាប់ហើយរស់ឡើងវិញបានព្រមទាំងអាចរស់នៅក្នុងកំអែភ្នំភ្លើងបានយ៉ាងយូរថែមទៀតផងចឹងហើយទើបបានជាហងភ្លើងមួយក្បាលនេះរងចាំថាអ្នកណាអាចដាស់ឲ្យគេក្រោកឡើងមកវិញបានដល់ពេលដែលឃើញថាស៊ីស៊ីងងើបឡើងមកវិញហើយហងភ្លើងក៏ចូលទៅរស់នៅក្នុងខ្លួនរបស់គេធ្វើចឹងទើបអាចចាក់ចេញពីទីនេះបានដើម្បីជួយវូកាសម្រាប់ការងារនៅថ្ងៃខាងមុខផងនោះហើយស៊ីស៊ីងមកវិញម្ដងនេះគឺចង់ធ្វើការចោះចូលជាមួយនឹងទូប្រុសរបស់យើងប៉ុន្តែមុននឹងទៅជួយវូកាគាត់ក៏ត្រូវទៅកសាងអាណាចក្រស្ដេចរបស់គាត់ឲ្យកើតឡើងមកវិញម្ដងទៀតដែរម្ដងនេះកាន់តែពិសេសទៀតហើយវូកាក៏ទទួលបាននូវអ្នកជួយគាត់ម្នាក់ទៀតដែលគេមានសមត្ថភាពអាចតតាំងជាមួយនឹងស៊ីងស៊ូគួយឬក៏សានយេនបាននោះអញ្ចឹងកាន់តែល្អមើលបន្ថែមទៀតហើយបន្ទាប់ពីនៅមកទៀតរឿងក៏លួចចូលមករកប៉ៃខៃនិងមេតបនីធានឃើញថានីធានក៏បានដើរមករកទូអៃសីរបស់យើងដើម្បីជជែកគ្នាលេងមុនពេលដែលនាងរៀបចំចាក់ចេញពីទឹកដីមួយនេះនីធានបាននិយាយពាក្យប្រមាណមកប្រាប់ទូអៃសីរបស់យើងឲ្យថែរក្សាខ្លួនឆាប់បានត្រឡប់មកកាន់ទឹកដីមួយនេះវិញហើយមុននឹងប៉ៃខៃទៅនីធានក៏បានបង្រៀននាងនៅវិជាកិច្ចខ្លួនត្រឹមតែ1វិនាទីនេះទុកសម្រាប់ឲ្យនាងការពារខ្លួនក្រែងលោមានគ្រោះថ្នាក់បន្ទាប់ពីនឹងមកក៏បានដើរចេញបាត់ទៅមានឯក៏ឃើញថាសៀវហ្វឹងដើរមកនិយាយជាមួយនឹងទូអៃសីរបស់យើងបន្ថែមទៀតថានាងចង់ធ្វើការសុំទោសទៅអាឡានព្រោះថ្ងៃមុននោះនាងមានការយល់ច្រឡំបន្តិចបន្តួចហើយនាងក៏សង្ឃឹមថាអាឡាននឹងមិនយកទោសបីឯនោះដែរប៉ៃខៃលឺហើយនាងក៏បាននិយាយដែរថាថ្ងៃមុននោះប៊ីតែនឹងធ្វើឲ្យអាឡានបាត់បង់ជីវិតទៅហើយគុំតែបាននីធានមកជួយតនោះទេនិយាយដល់រឿងមេតបនីធានប៉ៃខៃក៏ជិះសួរពីទឹកចិត្តសៀវហ្វឹងចំពោះគេដល់ចឹងទើបដឹងថាសៀវហ្វឹងពិតជាមានចិត្តនៅលើមេតបនីធានពិតមែននិយាយគ្នាលេងបានមួយសន្ទុះប៉ៃខៃក៏សន្យាប្រាប់ទៅអាឡានអំពីរឿងដែលសៀវហ្វឹងចង់ធ្វើការសុំទោសទៅកាន់នាងផងដែរបន្ទាប់ពីនឹងមកវូកាងនៅទូអង្គរបស់យើងក៏បានលាយប្រជាជនទាំងអស់រួមទាំងមេតបនីធានហើយនេះកូនស្រីតូចរបស់អកតដំបងយ៉ាក៏បានដើរមកលាទូអង្គរបស់យើងទាំងអស់គ្នាផងដែរនីធានក៏បានប្រគល់នៅវត្ថុតំណាងប្រាក់បិសាចទៅឲ្យទូប្រុសរបស់យើងហើយនិយាយប្រាប់គាត់ថាពេលដែលលោកត្រូវការខ្ញុំគ្រាន់តែដឹកដល់វាទៅខ្ញុំនឹងមកជួយលោកមិនខានមើលទៅគ្រប់គ្នាមានតែរងចាំផ្លូវរបស់វូកាងត្រឡប់មកវិញដើម្បីជួយពួកគេតែប៉ុណ្ណោះព្រោះពួកគេដឹងថាគាត់គឺជាក្តីសង្ឃឹមចុងក្រោយរបស់ពួកគេរឿងក៏លុះចូលមកក្រុងស៊ីងមើលទៅទស្សនវិជ្ជានៅក្នុងក្រុងស៊ីងហាក់ប្លែកខុសពីធម្មតាប៉ៃខៃក៏សួរទៅកាន់វូកាងថាអាកើខ្ញុំមានអារម្មណ៍ថាក្រុងស៊ីងដូចជាមិនដឹងនោះទេហើយអ្វីបានជាគ្រប់គ្នាមើលទៅដូចធម្មតាតែពួកគេលេងទៅជីកត្បូងថ្មទៀតហើយមែនដែរឬទេក្នុងពេលនឹងធម្មពលរបស់អាឡាងក៏បានមកដាស់តឿននាងថាមើលទៅទឹកដីមួយនេះត្រូវបានគេដាក់វិជាគ្របដណ្ដប់នាងខ្លាចថានឹងមានធម្មពលរបស់ស៊ីងស៊ូគួយព្រោះឲ្យតែពួកគេទៅដល់កន្លែងណានាងតែងតែតាមដានខ្លួនមើលពួកគេជារៀងរហូតលើចឹងវូកាងក៏បាននិយាយទៅវិញថាបើសិនជាស៊ីងស៊ូគួយចង់តាមដានពួកយើងលើកនេះខ្ញុំមិនលើកលែងឲ្យនាងនោះទេនិយាយបែបនេះហើយវូកាងក៏បានប្រើធម្មពល Divine Power របស់គាត់បាំងលើការតាមដានរបស់ស៊ីងស៊ូគួយដែលជាហេតុធ្វើឲ្យធម្មពលមួយនេះជាមកដល់សំណាក់របស់នាងគ្រាន់តែដឹងភ្លាមស៊ូគួយមើលទៅអាក្មេងតូចម្នាក់នេះកាន់តែខ្លាំងទៅមែនទែនហើយសូម្បីតែកញ្ចក់ទឹករបស់នាងក៏មើលលែងឃើញតួអង្គរបស់យើងតែប្រមាណអ្នកនេះដែរនាងក៏ដឹងថាពួកគេកំពុងស្ថិតនៅក្នុងក្រុងស៊ីងហើយចាំមើលផែនការរបស់នាងយ៉ាងណាទេនោះមានតែចាំតាមដានទាំងអស់គ្នាបន្ទាប់មកទៀតក៏សិនតែលេចចេញនៅបរមមុខឌឺស៊ូសាវដែលកំពុងតែជិះសេះត្រុកមកយ៉ាងលឿនចៃដន្យក៏ឆ្លងកាត់នៅទីនេះបានឃើញតួអង្គរបស់យើងចំណែកវូកានៅទូស្រីទាំងពីរនាក់ក៏បានបែកផ្លូវគ្នាដើម្បីទៅរកការងាររៀងៗខ្លួនអាឡាងក៏ចង់ត្រឡប់ទៅកោសម្ពស៊ីងជេនវិញដើម្បីសុំជំនួយរីឯប៉ៃខៃនាងចង់ទៅមើលក្មេងៗកំព្រាដែលធ្លាប់បានរស់នៅជុំគ្នាព្រោះតាំងពីបែកពួកគេមកនាងមិនដែលបានមកទឹកដីមួយនេះវិញនោះទេចំណែកអាកើគាត់ក៏ត្រូវទៅរកលោកមេតបអាងក្រៃលោកគាត់នៅរស់និយាយរួចពួកគេក៏បំបែកផ្លូវគ្នារីឯស៊ូសាវវិញលួចចាំក្លោមើលតួអង្គរបស់យើងពីចម្ងាយយ៉ាងស្ងៀមស្ងាត់មើលទៅគេប្រកាសជាមានកំណត់អាក្រក់អ្វីមកខានទៀតហើយចំណែកឯប៉ៃខៃវិញនៅពេលដែលនាងធ្វើដំណើរត្រឡប់មករកក្មេងៗទាំងអស់ក៏សិតតែបានជួបនឹងដើមរុក្ខជាតិចម្លែកដុះជុំវិញរោងផ្ទះរបស់នាងមិនត្រឹមតែប៉ុណ្ណឹងនោះទេសភាពរបស់វាមើលទៅគួរខ្លាចណាមួយទូស័យរបស់យើងនេះត្រូវបានគេតាមដាននាងថែមទៀតផងប្រហែលជាកូនចៅរបស់គ្រួសារប៉ៃហើយមើលទៅវិលចូលមកទូប្រុសរបស់យើងវិញនៅក្នុងពេលហ្នឹងគាត់ក៏បានដើរមករកលោកមេតបអានស្រាប់តែឮសំឡេងក្រុមទាហានទាំងអស់ស្រែកឆោឡោដល់ពេលគាត់ទៅមើលក៏ឃើញថាពួកគេកំពុងតែចាប់បុរសម្នាក់ដែលប្រើចង្វាក់ចាក់ជុំវិញខ្លួនរបស់គាត់មើលទៅប្រៀបបានដូចជាពួកគេកំពុងតែចាប់មនុស្សឈួតម្នាក់អញ្ចឹងដល់ពេលដឹងថាបុរសម្នាក់នោះគឺជាលោកមេតបអាន
វូកាងក៏ហត់ទៅប្រាកណ្ដាប់ដៃដើម្បីរំដោះគាត់ចេញមកតែមើលទៅលោកមេតបអាននោះដូចជាបាត់បង់ស្មារតីលេងស្គាល់ថាវូកាងគឺជានរណាទៀតទៅហើយនឹងមើលទៅគាត់ដូចជាត្រូវអ្វីចូលទៅក្នុងខ្លួនរបស់គាត់យ៉ាងម៉េចមិនដឹងនោះទេវូកាងស្ទើរតែមិនជឿថាពួកគេធ្វើបាបលោកមេតបអានដល់ថ្នាក់នេះនោះទេនេះធ្វើឲ្យទូពលរបស់យើងគាត់ខឹងខ្លាំងមែនទែនដោយសារតែលោកមេតបអានគឺជាមនុស្សតែម្នាក់គត់ដែលនៅសល់សម្រាប់គាត់ដែលមិនចាំយូរទៅទៀតវូកាងក៏នាំគាត់រត់គេខ្លួនចេញពីទីហ៊ានទាំងអស់បាត់ទៅមិនយូរប៉ុន្មានអាការៈរបស់លោកមេតបអានក៏ចាប់ផ្ដើមរើឡើងធ្វើឲ្យគាត់គ្រប់គ្រងស្មារតីខ្លួនឯងលែងបានស្រែកលោឡាដូចជាមនុស្សឈួតវូកាងក៏សាកល្បងប្រើវិជាធម្មពលរបស់គាត់ដើម្បីព្យាបាលជំងឺរបស់លោកមេតបអានបានមួយសន្ទុះក៏សិតតែគាត់រៀងដឹងខ្លួនមកវិញទើបគាត់ដឹងថានេះគឺជាព្រះរាជបុត្រស៊ីងវូកាងដែលមិនទាន់ស្លាប់នោះទេលោកមេតបអានយំសក់ទឹកភ្នែកបន្ទាប់ពីបែកគ្នាជាមួយនឹងតួអង្គរបស់យើងរយៈពេលជាច្រើនឆ្នាំមកនេះនឹកស្មានថាមិនបានជួបមុខគ្នាបន្តទៀតទៅហើយតាចំណែកឯបែកខែវិញនៅពេលដែលនាងបានជួបក្មេងៗទាំងអស់រួចហើយឃើញថាពួកគេនៅមិនទាន់ទៅណាពីផ្ទះចំណាស់មួយនេះនោះទេណាមួយក្មេងៗទាំងអស់ក៏មិនអីហើយពេលដែលពួកគេដើរខ្លួនមកវិញឃើញតួឯកស្រីរបស់យើងម្នាក់នេះពួកគេសប្បាយចិត្តខ្លាំងណាស់នឹកស្មានថាបែកខែទៅចោលពួកគេលេងត្រឡប់មកវិញហើយតាដល់ពេលនិយាយគ្នាបានមួយសន្ទុះបែកខែក៏សួរក្មេងៗទាំងអស់ថាពេលដែលបងស្រីមកនៅតែពួកឯងទាំងអស់គ្នាបានអ្វីយកមកញ៉ាំនេះមិនឃ្លានស្លាប់ហើយទេមែនទេឮចឹងក្មេងៗទាំងអស់បានប្រាប់ទៅបែកខែវិញថាអត់អីទេបងស្រីពួកយើងឥឡូវនេះមិនដាច់ពោះនោះទេចាំខ្ញុំទៅយកឲ្យបងញ៉ាំក្រៃលោកបងឃ្លាននិយាយឲ្យក្មេងៗទាំងអស់ក៏រត់ចេញទៅយកផ្លែឈើម្យ៉ាងមកយកមកឲ្យបែកខែញ៉ាំហើយប្រាប់នាងថានេះគឺជាផ្លែឈើដែលពួកយើងញ៉ាំរាល់ថ្ងៃបងស្រីយកវាទៅពិសាទៅពេលដែលញ៉ាំវាហើយធ្វើឲ្យយើងលែងឃ្លានអ្វីទាំងអស់ហើយដេកលក់ស្រួលថែមទៀតផងផ្លែឈើមួយនេះមិនដឹងដុះតាំងពីពេលណាមកនោះទេបើជាក្មេងៗទាំងអស់គិតថាវាគឺជារបស់អាចញ៉ាំបានងាយចូលមកខាងស៊ូសាវវិញម្ដងបន្ទាប់ពីគេដឹងថាវូកាបានលួចចូលមកដល់ក្រុងស៊ីងស៊ូសាវក៏បានរាយការណ៍ប្រាប់លោកឪគួយមូរបស់គេមើលតែគាត់នេះនឹងមិនទាន់ស្លាប់ឯណាដល់ពេលដែលគេបាននិយាយប្រាប់ទៅគួយមូនៅអ្វីដែលគេបានដឹងដើម្បីឲ្យមេធពុបនេះចាត់ការទៅលើវូកាលឿនចឹងដំបូងគេមិនសូវចាប់អារម្មណ៍នោះទេព្រោះតាំងពីប្រយុទ្ធគ្នាជាមួយនឹងវូកានៅរូងភ្នំជីកត្បូងថ្មមេធពុបម្នាក់នេះដូចជាបាក់កម្លាំងខ្លាំងដល់ហើយដើរជើងស្ទើរតែមិនចង់ដល់ដីប៉ុន្តែដល់លឺស៊ូសាវនិយាយបន្ថែមទៀតថាវូកាងក៏បាននាំនារីម្នាក់ឈ្មោះថាប៉ៃខៃមកជាមួយដល់ពេលចឹងមេធពុបគួយមូក៏នឹកឃើញដល់ធម្មពលគ្រីស្តាតករបស់នាងហើយថាបើសិនជាគេអាចចាប់ប៉ៃខៃបានគេប្រកាសជាការធម្មពលខ្លាំងជាងមុនគួយមូក៏ចេញបញ្ជាឲ្យស៊ូសាវទៅចាប់ប៉ៃខៃឲ្យគេដាច់ខាតកុំឲ្យនាងស្លាប់ឲ្យសោះព្រោះគេចង់បានឈាមបរិសុទ្ធរបស់នាងទាំងរស់ឮចឹងបរំមកឌឺស៊ូសាវក៏ប្រញាប់ប្រញាល់នាំទីហ៊ានទាំងអស់ទៅចាប់តួឯកស្រីរបស់យើងបាត់អស់ទៅចំណែកវូកាងនិងលោកមេតបអានវិញបន្ទាប់ពីគាត់រៀនដឹងខ្លួនមកវិញខ្លះមកក៏ចងចាំនៅមុខរបស់វូកាងរយៈពេលប្រមាណឆ្នាំមកនេះគាត់រស់នៅដូចជាស្លាប់អញ្ចឹងគាត់បាននិយាយប្រាប់ទៅទូពលរបស់យើងថាតាំងពីព្រះរាជបុត្រាចេញផុតពីទឹកដីមួយនេះខ្ញុំក៏ត្រូវត្រឡប់មកវិញដើម្បីមើលក្មេងៗទាំងអស់ប៉ុន្តែដោយសារតែគ្រូសាប៉ៃឡើងកាន់អំណាចមានការរឹតបន្តឹងពិបាករកអ្វីហូបខ្លាំងពេកពួកយើងក៏ដេកទាំងអត់អាហារ 4-5 ថ្ងៃខ្ញុំចាំបានថានៅថ្ងៃមួយពេលដែលខ្ញុំងើបពីដេកមកស្រាប់តែមានផ្លែឈើម្យ៉ាងដុះនៅជិតរបងផ្ទះរបស់ពួកយើងផ្លែឈើនោះមានរូបរាងមូលពណ៌រាងលឿងសាច់ខាងក្នុងរបស់វាមានពណ៌ក្រហមចំណែករសជាតិរបស់វាវិញគឺផ្អែមខុសពីធម្មតាស្ដាប់លោកមេតបអាននិយាយហើយដូចជាផ្លែឈើដែលក្មេងៗទាំងអស់កាន់ញ៉ាំជាមួយនឹងប៉ៃខៃនេះដល់ហើយលោកមេតបអានក៏បាននិយាយថែមទៀតថាបន្ទាប់ពីខ្ញុំបានញ៉ាំវាហើយសាច់តែក្នុងគ្រួរបស់ខ្ញុំចាប់ផ្ដើមប្រែប្រួលញ៉ាំយ៉ាងណាក៏នៅតែមិនចេះឆ្អែតនៅតែឃ្លានរហូតញ៉ាំមិនចេះឈប់មិនចេះឈរតាំងពីពេលនឹងមកខ្ញុំក៏ចាប់ផ្ដើមបាត់បង់ស្មារតីភ្លេចបាត់អស់នូវការចងចាំមិនដឹងថានៅថ្ងៃខាងមុខមានរឿងអ្វីកើតឡើងបន្តទៀតនោះទេចំណែកប៉ៃខៃនិងក្មេងៗទាំងអស់វិញគេក៏បាននាំគ្នាញ៉ាំផ្លែឈើដែលលោកមេតបអាននិយាយប្រាប់ទៅវូកាងហើយថែមទាំងហុចឲ្យនាងញ៉ាំជាមួយនឹងពួកគេថែមទៀតផងមិនយូរប៉ុន្មានក៏សិតតែព្រួយជាច្រើនបានហោះចូលមកក្នុងផ្ទះរបស់ពួកគេដល់ពេលនាងរត់ចេញមកតាមពិតមើលទៅគឺជាទាហានទាំងអស់របស់គ្រួសារប៉ៃអាកូនមុខឌឺស៊ូសាវនេះក៏បានស្ដាប់បញ្ជាលោកឪរបស់គេគួយមូឲ្យមកចាប់តួឯកស្រីរបស់យើងពីពិតមែនមិនត្រឹមតែប៉ុណ្្នឹងនោះទេគេក៏បញ្ជាឲ្យទាហានទាំងអស់បាញ់ព្រួយជាច្រើនមកលើប៉ៃខៃតែម្ដងប៉ុន្តែនាងមិនដូចជាប៉ៃខៃពីមុននោះទេធម្មពលគ្រីស្តាតករបស់នាងក៏ទប់ស្កាត់ពួកគេបានយ៉ាងរលូនតែយ៉ាងណាដោយសារតែកូនចៅរបស់ស៊ូសាវច្រើនខ្លាំងពេកណាមួយព្រួយរបស់ពួកគេនោះប៊ីទៅធ្វើឲ្យក្មេងៗទាំងអស់របួសដល់ចឹងប៉ៃខៃក៏ដកឃ្លារត់មករងពួកគេធ្វើឲ្យនាងកិច្ចតាណាមិនបានដល់ឃើញថាក្មេងៗទាំងអស់គ្មានអ្នកណាអាចតាណារួចស៊ូសាវក៏ប្រើយុទ្ធសាស្ត្ររបស់គេហោះមកចាប់តួឯកស្រីរបស់យើងតែក្នុងពេលហ្នឹងក៏សិតតែមានអ្វីម្យ៉ាងចាប់យកខ្លួនប្រាណរបស់គេចេញបាត់ទៅតែហ៊ានទាំងអស់ឃើញចឹងគិតស្មានថាមេរបស់គេរត់បាត់ក៏នាំគ្នាដកថយអស់ទៅមានអីអ្នកដែលចាប់ខ្លួនរបស់ស៊ូសាវនោះតាមពិតគឺជាស៊ីងស៊ូគួយតានាងចង់និយាយប្រាប់ទៅស៊ូសាវថា
ចាប់ពីពេលនេះទៅហាមផ្ដាច់ឆាឆៅប៉ៃខៃបន្តទៀតដំបូងស៊ូសាវបាននិយាយថាប៉ៃខៃគឺជាគ្នារបស់វូកាងមានគំនិតមិនល្អលួចចូលមកក្រុងស៊ីងដើម្បីចង់ធ្វើអ្វីម្យ៉ាងហើយអ្វីបានជាម្ចាស់សីមិនចាត់ការពួកគេនៅក្នុងពេលនេះតែម្ដងទៅប៉ុន្តែស៊ូគួយមិនបាននិយាយអ្វីក្រៅពីកុំឲ្យស៊ូសាវលូកដៃនៅក្នុងរឿងនេះនោះទេរួចហើយនាងក៏ហោះចេញបានស្រមោលបាត់ទៅចំណែកទូស្រីរបស់យើងប៉ៃខៃវិញគិតស្មានថាអ្នកជួយនាងនេះគឺជាមនុស្សល្អខំស្រែកនិយាយអរគុណទៅដល់គេទាំងការពិតអ្នកដែលជួយនាងនេះគឺជាមេបិសាចពឺពលស៊ូគួយដែលឈរមើលពួកគេពីចម្ងាយនិយាយបណ្ដាសាយបណ្ដាថាទីបំផុតខ្ញុំរកឃើញនាងហើយប៉ៃខៃស៊ូរីឆ្ងល់នឹងម្ចាស់របស់គេក៏សួរថាប៉ៃខៃមានអ្វីពិសេសបានជាម្ចាស់ស្រីដូចជាពេញចិត្តនឹងនាងស៊ូគួយក៏បាននិយាយតទៅវិញថាប៉ៃខៃគឺជាមនុស្សតែម្នាក់គត់ដែលអាចសម្លាប់វូកាងបានហើយនាងក៏ជាមនុស្សម្នាក់ដែលវូកាងទុកចិត្តជាងគេបំផុតចាំមើលថាពេលដែលនាងដឹងការពិតហើយអាកើមជាវូកាងតើមានអ្វីកើតឡើងវិញនេះស៊ូគួយពិតជាដឹងរឿងនៅក្នុងការភ្នែករបស់លោកតាហ្វូស៊ីអស់ហើយមើលទៅបានជានាងនិយាយមកច្បាស់យ៉ាងនេះវិលមករកវូកាងវិញបន្ទាប់ពីដឹងរឿងផ្លែឈើបំផ្លាញមនុស្សនេះហើយគាត់ក៏ប្រញាប់បញ្ញាទៅរកប៉ៃខៃនៅក្នុងពេលនឹងចៃដនក៏បានជួបនឹងបរិបពីរអ្នកស៊ីសម្លៀកបំពាក់ទាហានប៉ៃដែលពួកគេតាមពិតគឺជាមនុស្សទាំងពីរនាក់ដែលធ្លាប់ជួយគ្នានៅក្នុងកន្លែងជីកថ្មដល់ពេលដែលបានជួបពួកគេហើយវូកាងគិតស្មានថាទាំងពីរអ្នកនោះចោះចូលនឹងគ្រួសារប៉ៃតែមានណាតាមពិតពួកគេចោះចូលដើម្បីរងចាំទូប្រូរបស់យើងត្រឡប់មកវិញណាមួយពេលនេះអ្នកទាំងពីរនាក់នេះក៏បានគ្រប់គ្រងមនុស្សមួយចំនួនដែរដែលអាចជួយដល់ពួកគេនៅក្នុងការវាយប្រហារនៅក្នុងពេលដែលវូកាងត្រូវការដោយមកចាំយូរតទៅទៀតវូកាងក៏ហៅពួកគេទៅលេងផ្ទះរបស់គាត់និងប៉ៃខៃដែលស្នាក់នៅដល់ពេលដែលបានត្រឡប់មកវិញក្មេងៗទាំងអស់គ្រាន់តែឃើញវូកាងក៏នាំគ្នាស្រែកសប្បាយចិត្តយ៉ាងខ្លាំងចំណែកលោកមេតបអានវិញមុនពេលដែលគាត់ត្រឡប់មកវិញវូកាងក៏ផ្ដាំគាត់ឲ្យឈប់ហៅទូប្រូរបស់យើងថាជាវូកាងហើយគាត់ថាជាអាកើទៅបានហើយព្រោះខ្លាចថាអាចនឹងបែកអត្តសញ្ញាណរបស់ខ្លួនចំពោះមុខប៉ៃខៃតែយ៉ាងណាក៏នៅមិនអាចខ្ចប់ភ្លើងបាននោះទេមានតែចាំទស្សនាជាមួយនឹង admin នៅភាពបន្តទៀតណាអរគុណសម្រាប់ការតាមដានរឿងនេះពីដើមរហូតដល់ចប់ខ្ញុំបាទ admin មើលរឿងនេះយកក៏សូមគ្រប់លាអ្នកទាំងគ្នាត្រឹមប៉ុណ្្នេះសិនជួបគ្នានៅភាពបន្តទៀត